បាទជំរាបសួរពុកម៉ែភូមិបងប្អូនប្រិយមិត្តអ្នកទស្សនា Channel Primitive TV ទាំងអស់ជាទីគោរពថ្ងៃនេះលោកគ្រូមានជាសិទ្ធិបុរាណខ្មែរជូនពុកម៉ែភូមិបងប្អូនមួយមុខទៀតអាចយកទៅប្រើប្រាស់ជាសិទ្ធិបុរាណយើងហើយមុខនេះវាកម្រដែរវាតទៅនៅតាមភ្នំក៏ដូចជាខេត្តមួយចំនួនបានមានជាពិសេសគឺតំបន់អូរ៉ាល់កញ្ចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីហើយសម្រាប់អ្នកនៅតាមបណ្ដោយមាត់ទន្លេតំបន់វាលទំនាបមិនសូវជាមានទេបាទនេះគឺជាប្រភេទវល្លិអ្នកនរនេះដូចឃើញនឹងហើយបាទគេហៅថាវល្លិអង្គត់សបាទវល្លិអង្គត់សនេះគឺជាប្រភេទវល្លិដែលរស់នៅតាមបណ្ដោយព្រៃភ្នំដូចជាដោយបារីបរ៉បអញ្ចឹងគឺនៅស្ទឹងត្រែងឯនោះมันមានណាសម្បូរណាស់បាទចំការលោកគ្រូនៅស្ទឹងត្រែងគឺសម្បូរមែនតើបាទហើយវាចូលចិត្តដោះតោងនឹងដើមឈើណាដែលពោះតោងដើមឈើពោះហើយវារស់នៅអាចធន់ជាមួយនឹងកម្ដៅដែរនៅពេលដែលខែក្ដៅខ្លាំងគឺទោះបីយើងភ្លើងឆេះភ្លើងអីចឹងទៅតែមានភ្លៀងមានអីចឹងទៅគឺវាអាចដោះមកវិញបានដែរអញ្ចឹងយើងអាចទៅរកវានៅពេលដែលមានខែភ្លៀងរលឹមភ្លៀងអីចឹងទៅហ្នឹងហើយភ្លៀងរលឹមចឹងទៅវាអាចដោះមកវិញណាហើយរូបរាងរបស់វាគឺដូចបានឃើញនៅក្នុងរូបភាពហ្នឹងបាទស្លឹករបស់វារៀងវែងតបចឹងមកពណ៌របស់វាហ្នឹងពណ៌ដោយរុក្ខជាតិផ្សេងដែរប៉ុន្តែអ្វីដែលលក្ខណៈសំខាន់របស់វាហ្នឹងគឺរឹងហាងក្រោមរបស់វាហ្នឹងគឺក្រៀតក្រោមវារបស់ក្រៀតណាក្រៀតចឹងទៅបាទឥឡូវយើងចូលមកដល់អត្ថប្រយោជន៍តែម្ដងបាទអត្ថប្រយោជន៍របស់វាគឺជាប្រភេទថ្នាំអំបូរជាមួយនឹងថ្នាំស្លឹកម្លូក៏ដូចជាប្រភេទថ្នាំស្លាក់បាទប្រភេទថ្នាំស្លាក់បាទអញ្ចឹងគឺជាប្រភេទថ្នាំតកតងជាមួយនឹងការព្យាបាលអាលាកស្លាក់អាលាកអីហ្នឹងឈឺដៃឈឺជើងអញ្ចឹងទៅហើយក៏ដូចជាប្រភេទថ្នាំតកតងជាមួយនឹងលើសឈាមលើសអាស៊ីតលើអីហ្នឹងបាទលើសឈាមលើសអាស៊ីតលាកតម្រងនោមអញ្ចឹងមានថាយើងគេឃើញថាឲ្យថ្នាំណាជាប្រភេទថ្នាំតឡាគឺភាគច្រើនគឺជាថ្នាំអំបូរនៃការព្យាបាលជំងឺដែលមានរោគសញ្ញាដូចជាលើសឈាមខ្សោយតម្រងនោមលាកស្លាក់អញ្ចឹងទៅក៏ដូចជាល្ងាញ័រញ៉ៃអីហ្នឹងគឺជាប្រភេទថ្នាំហ្នឹងដូចគ្នាណាដោយលោកគ្រូបាននិយាយពីថ្នាំផ្សេងអញ្ចឹងឧទាហរណ៍ដូចជាដើមកភ្លូអញ្ចឹងស្មៅកភ្លូអញ្ចឹងណាក៏ជាប្រភេទថ្នាំតឡាក់ថ្នាំលើសឈាមលាកម្រងនោមដូចគ្នាណាដូចគ្នាហើយដូចជាប្រភេទថ្នាំដូចជាល្មៀតអីផ្សេងហ្នឹងក៏វាជាប្រភេទជួយស្លាក់គាត់ថាល្មៀតវាព្យាបាលបន្ថែមលើសពីនឹងទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងដើមអង្គត់សនេះគឺជាប្រភេទថ្នាំព្យាបាលស្លាក់ចាស់តែគាត់មានស្លាក់ពេលគាត់ចាស់ទៅពេលច្រើនគាត់មានការព្រាសទឹករិចរិលភាសាបច្ចេកទេសគេហៅថាអស់ឌីសសឹកឌីសសឹកអីហ្នឹងមានបញ្ហាស្លាក់ហ្នឹងគឺអាចប្រើប្រាស់អង្គត់សនេះទៅពិសាបន្តិចដូចជាតែអញ្ចឹងទៅធ្វើឲ្យកាត់បន្ថយការសឹករិចរិលនៃស្លាក់ឬក៏ព្យាបាលការរលាកស្លាក់ពេលយើងមានបញ្ហាស្លាក់យើងរលាកស្លាក់អីផ្សេងហ្នឹងគឺអង្គត់សនេះគឺព្យាបាលបានច្រើនអញ្ចឹងយើងអាចយកអង្គត់សនេះឆុងស្លឹកវាដូចជាតែអញ្ចឹងទៅបានហ្នឹងហើយមួយទៀតអង្គត់សនេះគឺសម្រាប់ពង្រឹងសរសៃសសងសម្រាប់អ្នកដែលក្មេងៗដែលគាត់ឆ្លងទន្លេហើយគាត់សនេះគេត្រាំជាមួយនឹងសូរ៉ាពីដើមណាដល់ឥឡូវគេលែងសើឲ្យណែនាំយើងហូបស្រាយគេហូបពីដើមគេគាត់សនេះគេត្រាំជាមួយសូរ៉ាដើម្បីឲ្យអ្នកកូនខ្ចីហ្នឹងគឺឆាប់រឹងដៃរឹងជើងហ្នឹងហើយបើជាប់របស់វាវិញពេលយើងទៅព្រៃយើងលាបលបួសលាបអីបានពេលដែលយើងមុតដៃមុតជើងយើងលាបវាទៅគឺវាជាហ្នឹងហើយគឺជាបានអញ្ចឹងវាជាប្រភេទថ្នាំផ្សះថ្នាំតឡាក់ថ្នាំអីហ្នឹងហើយសម្រាប់អ្នកឡើងជាតិអាស៊ីតនៅក្នុងខ្លួនក៏អាចប្រើប្រាស់
កត់សនឹងដែរហើយអ្នកដែលលើសឈាមលើអីផ្សេងហ្នឹងចេះតែវិលចេះតែអីចឹងទៅកាលណាគាត់លើសឈាមលើសខ្លាញ់ទៅជាមួយគ្នាទាំងព្រមអញ្ចឹងណាចឹងអាចប្រើប្រាស់កត់សនេះដើម្បីកាត់បន្ថយការលើសឈាមលើសខ្លាញ់ក៏ដូចជាតិស្ករនៅក្នុងខ្លួនប៉ុន្តែសម្រាប់ជាតិស្ករហើយនឹងខ្លាញ់ហ្នឹងគឺកត់សវាមិនទៅជាឯកទេសប្រហែលប៉ុន្តែសម្រាប់លើសឈាមសម្រាប់ខ្សោយតម្រងនោមមកលាកសន្លាក់លាកអីហ្នឹងគឺកត់សនេះគឺល្អប្រសើរសម្រាប់ការប្រើប្រាស់ណាអូខេឥឡូវយើងមកដល់ពីរបៀបប្រើប្រាស់វិញអ្នកនរគ្នារបៀបប្រើប្រាស់របស់វាគឺយើងប្រើប្រាស់មកខាំឬក៏មកខាំកន្លះអីយ៉ាងទៅណាយើងអាចស្ងោរផឹកឬក៏ត្រាំត្រាផឹកក៏បានដែរណាយើងអាចស្ងោរផឹកឬក៏ត្រាំត្រាផឹកដែរហើយសម្រាប់យើងអ្នកដែលលើសឈាមលើអីហ្នឹងយើងកុំត្រាំត្រាអីយើងស្ងោរអញ្ចឹងទៅអ្នកត្រាំត្រាបានគេកូនខ្ចីឬក៏គេនៅសុខភាពគេនៅមមតអីចឹងណាយើងហូបស្រាមទីសម្រាប់ហើយយើងអាងតែយកទៅថ្នាំតាមត្រាបានអីគឺយកទៅផឹកឯងមួយថ្ងៃផឹកលើសដើមយូរទៅជាខូចសួតខូចថ្លើមខូចអីវិញទៀតហេតុពិបាកតែជាថ្នាំមិនមែនព្យាបាលទៅជាបំផ្លាញសុខភាពអ្នកនរវិញអញ្ចឹងលោកគ្រូលើកទឹកចិត្តអ្នកនរគ្នាគឺស្ងោរបរិភោគទៅហើយក៏ដូចជាឆុងដូចជាតែអញ្ចឹងទៅអ្នកនរគ្នាអរគុណហើយសម្រាប់តកតងជាមួយនឹងរបៀបប្រើប្រាស់គឺយើងយកមកដាំរយៈពេល1ខាំទៅ1ខាំកន្លះហ្នឹងគឺស្ងោរទុកឲ្យពុះរយៈពេល5ទៅ10នាទីអញ្ចឹងទៅណា5ដល់10នាទីហើយឲ្យពុះចាប់ពីពុះរាប់ពីពុះមកគឺ5ទៅ10នាទីបន្តមកទៀតយើងច្រោះវាណាច្រោះវាអញ្ចឹងទៅផឹកមួយថ្ងៃ3ដងអញ្ចឹងទៅតិចមួយកូនប៉ែងអញ្ចឹងទៅហ្នឹងហើយគេអាចឈឺស្លាកឈឺអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់រុក្ខជាតិឱសថឈ្មោះវល្លិអង្គតសនេះគឺអត្ថប្រយោជន៍ក៏ដូចជារបៀបប្រើប្រាស់គឺមានប៉ុណ្ណឹងជូនពុកម៉ែពុកមីងបងប្អូនហើយជួបគ្នានៅវីដេអូក្រោយៗទៀតហើយជាស្រ័យសម្រាប់ការឆាតតាម Telegram គូតបយឺតប៉ុន្តែគូជាយាមតបឲ្យអស់ហើយសម្រាប់អ្នកដែលសួរតើតើជាមួយនឹងជំងឺផ្សេងរបស់ខ្លួនដើម្បីឲ្យលោកគ្រូផ្ដល់យោបល់ថាគួរប្រើស្នាសតបានមួយណាអាចឆាតតាម Telegram លោកគ្រូ010636302អរគុណច្រើនសម្រាប់ការទស្សនា Channel Primitive TV អរគុណសម្រាប់ការចែករំលែកវីដេអូរបស់លោកគ្រូអដងអរគុណសម្រាប់ការចង់ចេះចង់ឮការយល់ដឹងអំពីសត្វខ្មែររបស់ពុកម៉ែពុកមីងបងប្អូនអរគុណច្រើនជម្រាបលាសុខភាពល្អសំណាងល្អ